ឯកឧត្តមលឹមគៀនហារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកពញាលឺបានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារនៅក្នុងស្រុកពញាលឺចំនួន 2521 នាក់ដែលបានមកពីឃុំចំនួន 11 នៅក្នុងស្រុកពញាលឺបន្ទាប់ពីលោកតុងស៊ឺម៉ៃអភិបាលស្រុកពញាលឺបានរាយការណ៍អំពីសមិទ្ធផលនិងសន្តិសុខក្នុងស្រុកពញាលឺរួចមកថ្លែងក្នុងពិធីសំណេះសំណាលនេះឯកឧត្តមលឹមគៀនហាបានសម្ដែងនឹងការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះបងប្អូនប្រជាការពារទាំងអស់ដែលបានលះបង់ពេលវេលាកម្លាំងកាយកម្លាំងចិត្តនិងប្រាជ្ញាស្មារតីចូលរួមសហការជាមួយអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធដែលនៅក្នុងស្រុករបស់យើងព្រោះយើងអាចនឹងផ្ដល់ព័ត៌មានបានក្នុងការប្រតិបត្តិការធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខសម្ដាប់ធ្នាប់ល្អជាភូមិឃុំក៏ដូចជាស្រុកទាំងមូលប្រកបដោយសុខសុវត្ថិភាពពិសេសគឺចូលរួមការពារសមិទ្ធផលនានាដែលជាសម្បត្តិរួមរបស់យើងឲ្យបានគង់វង្សយូរអង្វែងដើម្បីប្រយោជន៍របស់យើងទាំងអស់គ្នានិងកូនចៅជំនាន់ក្រោយឯកឧត្តមលឹមគៀនហាបានធ្វើការក្រើនរំលឹកដល់ប្រជាការពារទាំងអស់សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនិងណែនាំបងប្អូនកូនក្មួយនិងសាច់ញាតិអ្នកជិតខាងដែលគ្រប់អាយុបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាដើម្បីត្រៀមបោះឆ្នោតក្រុមប្រឹក្សាឃុំនិងបោះឆ្នោតសកលនាឆ្នាំ 2017 និង 2018 ខាងមុខនេះលោកសង្កត់ធ្ងន់ថាបើយើងមិនបានចុះឈ្មោះទេគឺយើងមិនមានសិទ្ធិនៅក្នុងការបោះឆ្នោតនាពេលខាងមុខឡើយឯកឧត្តមលឹមគៀនហាក៏បានសំណូមពរផងដែរសូមក្រុមប្រជាការពារទាំងអស់ដែលត្រូវបំពាក់នៅអាវមួកស្បែកជើងនិងអាយគោមនៅថ្ងៃនេះសូមត្រូវមានស្មារតីរឹងមាំការពារនៅសមិទ្ធផលដែលយើងធ្វើបាននិងខិតខំកសាងឡើងក្នុងឱកាសនេះឯកឧត្តមលឹមគៀនហាក៏បានឧបត្ថម្ភដល់កម្មវិធីផងដែរ